Ok,សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកចាប់ផ្ដើមបាទដោះស្រាយសមីការ degree ទី1ណាមុនអឺយើងបានរៀនរួចហើយនៅ radical សំ radical មានមួយជាន់ពីរជាន់អីអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនបានយល់ច្រើនឥឡូវយើងបន្តមកដោះស្រាយសមីការ degree ទី1ម្ដងណាសមីការ degree ទី1នេះលោកគ្រូយកមក4សំណួរណាសំណួរទី1គឺ x ដក7ស្មើពី x បូក3អញ្ចឹងទៅណាសំណួរទី2 3x បូក5ស្មើនឹង 7x ដក2ហើយសំណួរទី3គឺ2x លើក5បូក4ស្មើនឹង 3x លើក3ដក6រមាត់ទី4គឺ 7x លើក2ដក3លើក4ស្មើនឹង 5x លើក6បូក1លើក3អូខេហើយដើម្បីដោះស្រាយសមីការគឺយើងតម្រូវទៅរក x ណាយើងទាញរក x ហើយ x ហ្នឹងគឺជាតម្លៃនៃចម្លើយនៃសមីការហើយតើ x ស្មើប្រមាណអញ្ចឹងទៅណាអាហ្នឹងគេហៅថាដោះស្រាយសមីការមិនថា degree ទី1ឬ degree ទី2ទេប៉ុន្តែឥឡូវយើងមកនិយាយពី degree ទី1សិនអូខេយើងទៅមើលរំដោះស្រាយទី1អឺកគេឲ្យយើង x ដក7ស្មើនឹង 2x បូក3ណាអ្នកទាំងអស់គ្នាមើលមាននៅសងខាងអញ្ចឹងកាលណានៅមានអញ្ញត្តិសងខាងមានខាងនេះគេហៅអង្គទី1ណាឥឡូវគ្រូដាក់ចំណាំសិននេះខាងនេះគឺអង្គទី1ណាគេហៅអង្គទី1ខាងនេះអង្គទី2ណាអញ្ចឹងអង្គទី1យើងអាចទុកអញ្ញត្តិនៅអង្គទី1ក៏បានទុកអញ្ញត្តិនៅអង្គទី2ខាងនេះក៏បានណាអញ្ចឹងជាទូទៅដើម្បីឲ្យងាយមើលទៅវាសនុកភ្នែកណាយើងត្រូវទុកអញ្ញត្តិនៅអង្គទី1មានន័យថាគ្រប់អញ្ញត្តិនៅអង្គទី2ត្រូវបោះមកអង្គទី1ទាំងអស់ហើយបន្ទាប់មកយើងនឹងបោះលេខពីអង្គទី1នេះទៅអង្គទី2វិញអញ្ចឹងអូខេយើងចាំតែមើលទី1យើងឃើញខ្ញុំបោះអង្គទី1គឺយើងឃើញអញ្ញត្តិយើងចង់ទុកអង្គទី1មានន័យថាអញ្ញត្តិអង្គទី1យើងសរសេរមុនណាសរសេរមុនបន្ទាប់មកយើងយកអញ្ញត្តិនៅអង្គទី2នេះបោះមកនេះបោះមកនេះអូខេបោះមកនេះចាំពេលដែលយើងបោះមកសញ្ញាវានៅខាងមុខបូកបដូរសញ្ញាណាអញ្ចឹងបន្ទាប់មកលេខអង្គទី2ត្រូវសរសេរមុនណាយើងសរសេរលេខ3មុនដើម្បីកុំឲ្យច្រឡំណាកុំសរសេរលេខ3មុនបន្ទាប់មកលេខ7នេះត្រូវបោះមកនេះអញ្ចឹង7បោះមកបូក7ណាដក7បោះបូក7អញ្ចឹងយើងស៊ីសងគ្នាអញ្ចឹងកន្លែងនេះសល់ដក x បាទឃើញទេដក x ស្មើនឹង10អញ្ចឹងនាំ x ស្មើប៉ុន្មានគឺ x ស្មើនឹងដក10នេះគឺជាចម្លើយនៃសមីការអញ្ចឹងការដោះស្រាយសមីការគឺយើងទៅរក x តើ x ហ្នឹងស្មើប្រមាណដែលធ្វើឲ្យសមីការហ្នឹងមានតុល្យភាពគ្នាណាតុល្យភាពមានថាអង្គទី1ស្មើអង្គទី2អញ្ចឹងក្នុងករណី x ស្មើដល់10យើងជំនួសចូលទៅឃើញថាសមីការនេះស្មើគ្នាអាហ្នឹងគេហៅថាតម្លៃ x ដែលធ្វើឲ្យសមីការនោះផ្ទៀងផ្ទាត់នេះជាដំណោះស្រាយនៅលំហាត់ទី1ហើយយើងបន្តទៅលំហាត់ទី2លំហាត់ទី2គេឲ្យយើង 3x បូក5ស្មើនឹង 7x ដក2បាទយើងធ្វើដូចមុនអញ្ចឹងអញ្ញត្តិនៅអង្គទី1គឺយើងសរសេរមុនណាយើងសរសេរមុននេះអង្គទី1ហើយអង្គទី2យើងបោះមកណាអង្គទី2យើងបោះមកបូក7មកខាងនេះដក7អញ្ចឹងបន្ទាប់មកយើងសរសេរលេខនៅអង្គទី2នេះមុនណាលេខអង្គទី2យើងសរសេរមុនមកនេះសរសេរមុនណាហេបន្ទាប់មកយើងបោះលេខនៅអង្គទី1នេះមកខាងអង្គទី2វិញអញ្ចឹងបោះពេលដែលឆ្លងសញ្ញាស្មើយើងដូរសញ្ញាណាដូរសញ្ញាមានថាប្រាក់បូក5បោះមកដក5អញ្ចឹងយើងស៊ីសងអញ្ញត្តិខាងនេះស៊ីសងមកដក7បូក3វាស្មើដក 4x អញ្ចឹងដក 4x ស្មើដក7អញ្ចឹង x ស្មើប៉ុន្មានយើងទាញរក x មកទាញរក x យើងឃើញថា x ស្មើនឹងដក7លើដក4អញ្ចឹងដកចែកនឹងដកក្នុងគោលការណ៍ប៉ុនគេដកចែកដកបូកណាដកចែកដកដូចដកគុណដកអញ្ចឹងដកចែកដកគឺចេញមកសញ្ញាដកនឹងអស់ហើយទៅជាវិជ្ជមានវិញណាអញ្ចឹងឃើញ7លើ4អញ្ចឹង7លើ4នេះគឺជាចម្លើយនៃសមីការលំហាត់ទី2នឹងឯងឥឡូវយើងបន្តទៅលំហាត់ទី3បាទលំហាត់ទី3យើងមាន 7x
លើ2ដក3លើ4ស្មើនឹង 5x លើ6បូក1លើ3ណា ចឹងតើយើងធ្វើមិនសមីការបែបនេះទី1យើងទាមទារឲ្យយើងតម្រូវភាគបែកណាតម្រូវភាគបែកហ្នឹងគឺយើងយកភាគបែកហ្នឹងគុណចូលគ្នាហើយឲ្យតូចបំផុតណាគ្រប់តួទាំងអស់បើសិនជាយើងអត់ធ្វើអញ្ចឹងទេកូនអាចថាគុណចូលគ្នាទាំងអស់ដើម្បីយកភាគបែកដែលធំបំផុតក៏បានដែរណាភាគបែករួមដែលធំបំផុតយើងអាចយកអញ្ចឹងបានមានន័យថាឥឡូវយើងយកលេខឥឡូវភាគបែកយើងមាន2មាន2មាន4មាន6មាន3អញ្ចឹងយកមើលលេខទាំងអស់ហ្នឹងគុណគ្នាគុណម្ដង2យក2គុណ4ភាគបែករួមតែ8ទេណាយក4គុណ6ភាគបែករួម24យក4គុណ3 12យក3គុណ4 6អញ្ចឹងយើងយកភាគបែករួមដែលធំបំផុតណាធំបំផុតក៏ពិត24ឡើយនេះណាហេតុអីបានយើងយក12ណាព្រោះវាជាលេខគូចង្កាលយើងអាចយកនឹងបានណាអញ្ចឹងទីយើងអាចយកពួកគុណរួមធំនិងតួចែករួមតូចណាអូខេឥឡូវបើអ្នកទាំងអស់គ្នាមិនយល់ទេយើងគុណយកភាគបែករួមនៃធំបំផុតណាអញ្ចឹងចំពោះអ្នកដែលយល់អ្នកទាំងអស់គ្នាអាចមើលនៅភាគបែកតើភាគបែកទាំងអស់ហ្នឹងឃើញកន្លែងនេះគេយក12យក12មានន័យថាភាគបែកទី1យើងគុណនឹងលេខប្រមាណស្មើ12ហើយភាគបែកទី2យើងគុណទៅឲ្យស្មើ12ដូចគ្នាភាគបែកទី3អាចគុណទៅស្មើ12អត់ភាគបែកទី4យើងគុណនឹងលេខប្រមាណស្មើ12អញ្ចឹងបានគេយកនឹង12ហ្នឹងពេលយើងយក12ហ្នឹងឃើញទេពេលដែលយើងគុណគ្នាណាពេលដែលយើងគុណគ្នាយើងគុណនៅលេខហ្នឹងដែលខ្វះឧមាថាមានភាគបែក2យើងគុណប្រមាណស្មើ12ណាអញ្ចឹងចំណុចទី1វាមានភាគបែក2យើងគុណនឹង6ណាអញ្ចឹង 7x គុណ6 2ចំណុចទី2គឺ3គុណ4ហើយស្មើបាទកន្លែងនេះក៏ពេលវាស្មើនៅលើណាវាស្មើនៅលើទេបាទហើយកន្លែងនេះមិនវាចេញមកអញ្ចឹងក៏ប៉ុន្តែនេះវាស្មើណាវាស្មើនៅប៉ុណ្ណាអញ្ចឹងមានថាយកប៉ុណ្ណេះស្មើប៉ុណ្ណេះនេះស្មើហ្នឹងណាស្មើហ្នឹងនេះស្មើនេះទាំងអស់អូខេស្មើនៅប៉ុណ្ណឹងនឹងដោយសារភាគបែក12ដូចគ្នាបន្ទាប់ពីយើងតម្រូវភាគបែកដូចគ្នាអង្គទាំងសងខាងហើយយើងនឹងលុបភាគបែកចោលអូខេពេលដែលយើងលុបភាគបែកទៅឃើញប៉ុន្មានឃើញនេះ6គុណ7 42ណាហើយ3គុណ3 9ដក9ស្មើនឹង10បូកឲ្យ4ឃើញទេនេះ2គុណ5 10ហើយ4គុណ1 4អញ្ចឹងឃើញ10បូក4អានេះយើងលុបភាគបែកចោលបន្ទាប់ពីលុបភាគបែកចោលយើងបោះអញ្ញត្តិមកអង្គទី1អញ្ញត្តិអញ្ចឹងទៅអង្គទី2លេខអញ្ចឹងយើងបោះវាទៅបោះសងខាងណានេះយើងបោះមកអញ្ចឹងណាអូខេយើងបោះមកអញ្ចឹង42ដក10ស្មើនឹង4បូក9អញ្ចឹងចម្លើយរបស់សមីការគឺ 32x ស្មើនឹង13អញ្ចឹងនាំ x ស្មើប៉ុន្មានបាននាំ x ស្មើនឹងណា13លើ32នេះគឺជាចម្លើយនៃសមីការយើងនឹងអូខេយើងបន្តទៅលំហាត់ទី4ជាលំហាត់ចុងក្រោយ